ខ្ញុំបានយកបាយថ្ងៃត្រង់របស់ខ្ញុំទៅឲ្យរូបសំណាកម្ចាស់មួយនៅតាមផ្លូវពេលអ្នកមីងច្បងឃើញគាត់ខ្ញុំខ្ជះខ្ជាអាហារចាប់ពីពេលនោះមកគាត់មិនដែលឲ្យខ្ញុំអង្គុយហូបបាយនៅទៅទៀតទេគឺត្រូវហូបនៅខាងក្រៅកុំចូលមកក្នុងនេះនាំសំណាងអាក្រក់នេះជាថ្ងៃចូលឆ្នាំឲ្យខ្ញុំផងម៉ាក់ខ្ញុំចង់បានសាច់ដុំធំជាងគេហាហានេះជាស្ពាន់ខ្ញុំអាចលក់បានលុយខ្លះវាជារបស់ខ្ញុំហើយក្មេងស្រីដូចជាឯងមិនត្រូវការវាទេនោះគឺជារបស់ដែលយាយទុកឲ្យខ្ញុំឯងសម្លឹងមើលមុខអ្នកណាឯងស៊ីបាយយើងហើយរស់នៅក្រោមដំបូលផ្ទះយើងវាគ្រាន់តែជាមេដៃដេកខោអាវចាស់មួយសោះនៅហ៊ានមកឆ្លោះជាមួយយើងទៀតយាយឲ្យខ្ញុំចង់ចាក់ចេញតែខ្ញុំមិនដឹងទៅណាទេអ្នកស្រីតើគ្រួសារអ្នកចង់បានក្មេងស្រីនេះទេនាងអាយុ7ឆ្នាំចេះស្ដាប់បង្គាប់ហើយអាចធ្វើការបាននាងធំប៉ុណ្ណេះហើយអ្នកមិនអាចចិញ្ចឹមនាងបានទៀតទេមែនទេមិនយកទេអ្នកណាស្រឡាញ់យកទៅនាងមិនអាចធ្វើឲ្យខ្ញុំពេញចិត្តបានទៀតទេម៉ាក់បង្កើតនាងរត់ចោលយាយស្លាប់នាងអត់ចង់បាននាងចុះហេតុអ្វីត្រូវឲ្យខ្ញុំចិញ្ចឹមនាងដល់អាយុ10ឆ្នាំខ្ញុំជាកូនស្រីរបស់វងសាយិនខ្ញុំមុខដូចម៉ាក់ខ្ញុំណាស់ពិតមែនតែខ្ញុំគួរឲ្យអាណិតតែសម័យនេះគ្មានគ្រួសារណាមានលុយសោះទេអ្នកមីងទី2របស់ខ្ញុំក៏មិនល្អដែរគាត់ស្រែកនៅតាមផ្លូវដូចជាកំពុងលក់សត្វពាហនៈក្មេងស្រីផ្ទះខ្ញុំចាស់ទ្រុបទ្រោមបន្តិចមែនតែមានបាយក្តៅហូបទៅជាមួយខ្ញុំចុះមិនបាច់ទេលោកតាអ្នកជាមនុស្សចាស់ឯកោតើហេតុអ្វីត្រូវចិញ្ចឹមក្មេងដែលលោកស្ទើរតែគ្មានបាយស៊ីខ្លួនឯងផងនោះខ្ញុំនឹងទៅជាមួយលោកតោះអង្គុយទីនេះមកតានឹងរុញកង់ជូនក្មួយទៅផ្ទះទោះវាចាស់បន្តិចមែនតែមនុស្សរស់នៅបាននេះតារើបានពីគំនោសម្រាមវាស្អាតទេតានឹងប្រើវាសិនចុះអរគុណលោកតាមិនបាច់អរគុណទេមានបោក្នុងឆ្នាំងតានឹងកម្ដៅវាក្មួយរងចាំទីនេះសិនក្មួយឈ្មោះអ្វី Little Grass ស្មៅតូចខ្ញុំមិនមានឈ្មោះពេញទេក្មួយត្រូវការឈ្មោះពិតប្រាកដតានឹងសុំឲ្យលេខាធិការភូមិជួយគិតឈ្មោះឲ្យតាគ្មានអំណាចអ្វីទេតាគ្រាន់តែជាអ្នករើសអេតចាយបើក្មួយនៅជាមួយតាក្មួយនឹងមិនបានស៊ីឆ្អែតឬស្លៀកពាក់ស្អាតទេប៉ុន្តែតានឹងមិនវាយឬស្រែកដាក់ក្មួយឡើយយាយធ្លាប់ប្រាប់ថាភាពក្រីក្រមិនគួរឲ្យខ្លាចទេចិត្តអាក្រក់ទេដែលគួរឲ្យខ្លាចតាគ្មានចិត្តអាក្រក់ទេ$3.60ថ្ងៃស្អែកតាទិញស្បែកជើងក្បាស់ឲ្យក្មួយនៅសល់$1.10សម្រាប់ទិញអំបិល2អោននិងប្រេងកាត់កន្លះផោនលោកតាខ្ញុំចង់ទៅរៀនការរៀនសូត្រយាយធ្លាប់ប្រាប់ថាជាផ្លូវតែមួយគត់ដើម្បីឲ្យមានអនាគតជាផ្លូវចេញពីភ្នំនេះក្មួយឲ្យតាអានអក្សរមិនដឹងទេខ្ញុំនឹងនៅតែសួរនាំរឿងថ្លៃសិក្សាលោកតាខ្ញុំមិនខ្លាចការងារធ្ងន់ទេខ្ញុំអាចរើសដប់លក់ដោយខ្លួនឯងដើម្បីបង់ថ្លៃសាលាបានហើយតានឹងរកវិធីថ្ងៃស្អែកតានឹងសួរលេខាធិការភូមិទោះត្រូវលក់អ្វីគ្រប់យ៉ាងក៏ដោយក៏តានឹងឲ្យក្មួយទៅរៀនដែរលោកតាលោកពិតជាល្អចំពោះខ្ញុំណាស់ក្មេងល្ងងឲ្យពេលក្មួយមកនៅជាមួយតាក្មួយខ្លាចជាចៅស្រីរបស់តាហើយបើតាថែរក្សាក្មួយមិនបានតាត្រូវថែរក្សាអ្នកណាការសិក្សាជារឿងល្អមានការអប់រំក្មួយនឹងមានអនាគតតាទិញបានអាហារសម្រាប់សាលាឲ្យក្មួយហើយនេះជាលុយចំណាយផ្ទាល់ខ្លួនការរស់នៅសាលាមិនដូចនៅផ្ទះទេក្មួយឈឺក្បាលក្តៅខ្លួនលោកតាខ្ញុំមិនត្រូវការវាទេឲ្យតែខ្ញុំមានអាហារហូបខ្ញុំមិនអីទេយកទៅដារើសអេតចាយក្នុងក្រុងគ្មានថ្ងៃណាដែលដារកមិនបានលុយ$1ជាងនោះទេកុំសន្សំពេកអីហូបអាហារនៅពេលដែលក្មួយត្រូវការរាងកាយតូចនេះនៅត្រូវការធំធាត់ទៀតពូគឺកុំបារម្ភអីឈឺយាយជាក្មេងល្អខ្ញុំរស់នៅចិត្តនេះខ្ញុំនឹងមកមើលនាងរៀងរាល់2-3ថ្ងៃម្ដងក្មួយឲ្យហូបអាហារឲ្យទៀងពេលថែរក្សាសុខភាពហើយកុំរៀនឲ្យខ្លាំងតាចេញទៅហើយស្ងាត់សិនខ្ញុំមានសេចក្តីប្រកាសមួយបញ្ជីលើកលែងថ្លៃសិក្សាសម្រាប់ឈ្មោះនេះចេញហើយដោយសារស្ថានភាពគ្រួសាររបស់ខ្ញុំត្រូវបានលើកលែងថ្លៃសិក្សាទាំងស្រុងខ្ញុំគឺជាក្មេងដែលចិញ្ចឹមដោយតាដែលរើសអេតចាយខ្ញុំនិយាយថាម៉ាក់ខ្ញុំរត់ចោលហើយយាយក៏ស្លាប់ដែរពូមីងក៏មិនចង់បានខ្ញុំមានសេចក្តីប្រកាសមួយទៀតនៅការប្រឡងឈ្មោះចុងក្រោយខ្ញុំទទួលបានពិន្ទុរកខ្ពស់ជាងគេក្នុងស្រុកទាំងមូលនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសាលាមខ្ញុំសិក្សាក្នុងក្រុងយើងដែលសិស្សទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រឡងទូទាំងស្រុក Chenjay តើក្មួយមានអ្វីចង់និយាយទៅកាន់មិត្តរួមថ្នាក់ទេអ្នកគ្រូវងអរគុណអ្នកគ្រូហើយក៏អរគុណដល់លោកគ្រូយ៉ែងលួនដែរគាត់បង្រៀនខ្ញុំរៀងរាល់ចុងសប្តាហ៍ហើយមិនដែលយកប្រាក់សំបី1សេនហើយលោកតារបស់ខ្ញុំគាត់រើសអេតចាយដើម្បីឲ្យខ្ញុំបានរៀនពួកគេទាំងអស់សុទ្ធតែជាអ្នកដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំពិតណាស់មានរឿងអ្វីដែរលោកតានៅត្រង់ច្រកផ្លូវមិញនេះមានមេខ្លោងជួញដូរមនុស្សម្នាក់ព្យាយាមចាប់ក្មេងនេះតាធ្វើឲ្យវាភ័យខ្លាចហើយវាក៏រត់បាត់ទៅក្មួយគឺអ្នកទាំងពីរហើយដែលជួយកូនរបស់ខ្ញុំសួរគេគ្រប់ទីកន្លែងគេថាឃើញក្មេងស្រីម្នាក់ប្រើបង្គោលឬសេរ៉ារ៉ាំងមេខ្លោងជួញដូរយើងមកពីទីក្រុងយើងដើររកអស់3ថ្ងៃ3យប់ចៅស្រីខ្ញុំគ្រាន់តែចៃដន្យឲ្យទៅជួបនាងគ្រាន់តែជួយប៉ុណ្ណោះឲ្យតែក្មេងនោះមានសុវត្ថិភាពទៅបានហើយលោកឲ្យសូមមេត្តាកុំធ្វើបែបនេះខ្ញុំគ្រាន់តែស្រែកប៉ុន្មានម៉ាត់ប៉ុណ្ណោះក្មួយស្រីឲ្យនៅតាមផ្លូវនោះមានមនុស្សច្រើនណាស់តែមានតែអ្នកទេដែលស្រែកតើអ្នកដឹងទេថាសំឡេងស្រែកទាំងនោះមានតម្លៃប៉ុណ្ណាវាមានតម្លៃស្មើនឹងជីវិតកូនប្រុសខ្ញុំវាជាក្តីសង្ឃឹមរបស់គ្រួសារយើងទាំងមូលលោកឲ្យខ្ញុំមិនត្រូវការលុយទេខ្ញុំមិនយកទេក្មួយឲ្យពូអង្វរឲ្យក្មួយទទួលយកទៅបើមិនដូច្នេះទេយើងនឹងមានវិបត្តិសារីពេញមួយជីវិតលោកបោះលេងយកលុយនេះទៅវិញទៅបើចៅស្រីខ្ញុំខ្វល់ពីលុយនាងមិនរត់ទៅរារាំងសត្វត្រឆាននោះទេបើលោកពិតជាចង់អរគុណនាងមែនសូមចំណាយពេលជាមួយកូនប្រុសរបស់លោកឲ្យបានច្រើនទៅកុំឲ្យគេឃ្លាតពីភ្នែកអ្នកទៀតប៉ុណ្ណឹងបានហើយក្មួយស្រីអរគុណពូពិតជាមិនដឹងថាត្រូវអរគុណអ្នកយ៉ាងណាទេប្រាប់ពូមកថាអ្នកចង់បានអ្វីឲ្យតែពូអាចឲ្យអ្នកបានអ្នកស្រីអ្នកមិនចាំបាច់អរគុណខ្ញុំទេខ្ញុំក៏ធ្លាប់វង្វេងផ្លូវម្ដងដែរខ្ញុំដឹងថាវាគួរឲ្យខ្លាចប៉ុណ្ណាពេលដែលគ្មានអ្នកណាខ្វល់ពីយើងក្មួយស្រីប្រាប់ការពិតពូមកតើថ្ងៃណាមួយក្មួយចង់ទៅរៀនថ្នាក់វិទ្យាល័យក្នុងក្រុងទេតើក្មួយដឹងពីពិន្ទុដែលត្រូវការសម្រាប់ចូលរៀនវិទ្យាល័យលេខ1ក្នុងក្រុងទេខ្ញុំបានពិនិត្យមើលហើយខ្ញុំអាចប្រឡងជាប់លោកពូមានហាងលក់សម្ភារសំណង់ក្នុងក្រុងវាធំដែរមិនអីទេពូនឹងមិនតបស្នងគុណដោយពាក្យអរគុណមួយមាត់នេះទេបើក្មួយត្រូវការលុយសម្រាប់រៀនឬអ្វីផ្សេងនៅផ្ទះប្រាប់ពូនេះមិនមែនជាការសប្បុរសធម៌ទេចៅស្រីអ្នកបានធ្វើរឿងដែលមានតម្លៃមិនអាចកាត់ថ្លៃបានបោះលេនតើមានអ្នកណាមិនខ្វល់ពេលឃើញមនុស្សជួបគ្រោះថ្នាក់យើងជួយព្រោះយើងធ្វើបានលោកក្មេងនេះមិនត្រឹមតែជាពរជ័យសម្រាប់គ្រួសារលោកប៉ុណ្ណោះទេនាងក៏ជាពរជ័យសម្រាប់គ្រួសារយើងដែរលាហើយបងស្រីលាហើយឆេអោជួបជាមួយម៉ាក់ពីនេះទៅកុំរត់ទៅណាទៀតលោកយាយថ្ងៃនេះខ្ញុំមិនមែនមកដើម្បីឲ្យកាដូទេពីរឿងស្ថានភាពគ្រួសារលោកគ្រូយ៉នបានប្រាប់ខ្ញុំអស់ហើយផ្ទះលោកមានខ្យល់ចូលពេលរដូវរងានិងលេចធ្លាយពេលរដូវក្តៅដែលធ្វើឲ្យខ្នងនិងជើងលោកឈឺចាប់នៅពេលមានសំណើមក្នុងរយៈពេល2ឆ្នាំទៀតក្មួយនឹងប្រឡងចូលមហាវិទ្យាល័យក្នុងក្រុងល្អជាងសាលាក្នុងស្រុកខ្ញុំមានអាផាតមិនតូចមួយទំនេរក្នុងក្រុងខ្ញុំចង់ផ្ទេរវាដាក់ឈ្មោះក្មួយនេះមិនមែនជាការបរិច្ចាគទេគឺដើម្បីសងគុណចៅស្រីលោកដែលបានជួយជីវិតកូនប្រុសខ្ញុំរឿងនេះតូចតាចណាស់បូសលីតើយើងអាចទទួលវាបានដោយរបៀបណា
យើងគ្រាន់តែជួយប៉ុណ្ណោះយើងមិនអាចទទួលកាដូដ៏ធំធេងបែបនេះទេសូមស្ដាប់ខ្ញុំសិននេះជាចិត្តស្មោះរបស់គ្រួសារខ្ញុំបើលោកមិនទទួលទេឈឺមេនឹងមិនអាចដេកលក់បានទេចាត់ទុកថាជួយបំពេញបំណងពួកយើងចុះយកព្រំទ្រីដើមឈើអាផាតមិននោះទំនេរចោលទេយ៉ាងណាក៏ដោយអ្នកទាំងពីរអាចចូលទៅនៅបានវាចិត្តសាលាក្មួយអាចផ្ដោតលើការសិក្សាបានខ្ញុំមិនចង់បានអ្វីពីលោកទេខ្ញុំគ្រាន់តែចង់ឲ្យក្មួយចូលរៀនមហាវិទ្យាល័យល្អហើយយកសាងអនាគតពូលែនមីងយ៉ូលោកតានិងខ្ញុំនឹងចងចាំគុណធម៌អ្នកជានិច្ចប៉ុន្តែរឿងអាផាតមិនវាធំពេកហើយលោកតានិងខ្ញុំត្រូវពិភាក្សាគ្នាសិនបានហើយបើអញ្ចឹងកំណត់ត្រឹមនឹងសិនចុះមិនថាពេលណាដែលអ្នកផ្ដល់ចម្លើយឲ្យយើងទេយើងនឹងទុកអាផាតមិននោះឲ្យអ្នកបងខ្ញុំនិយាយត្រង់ចុះសាលាក្នុងក្រុងល្អជាងសាលាក្នុងស្រុកឆ្ងាយណាស់ជាមួយនឹងទេពកោសល្យឲ្យដូចខ្ញុំការចូលរៀនមហាវិទ្យាល័យកំពូលគឺមានលទ្ធភាពខ្ពស់គ្រួសារលែងធ្វើចំនួនដោយស្មោះត្រង់ហើយពួកគេមានទំនាក់ទំនងជាមួយលេខាធិការវីតាធ្លាប់រស់នៅជើងភ្នំនេះអស់មួយជីវិតបើតាទៅទីក្រុងតានឹងមិនចេះរបៀបរស់នៅទេលោកតាខ្ញុំមិនមែនធ្វើដើម្បីខ្លួនឯងទេក្នុងលោកនឹងមិនតម្រង់បានទេក្នុងរដូវរងាជើងលោកឈឺរហូតមិនអាចដេកលក់ទាំងយប់ខ្ញុំមិនចង់ឲ្យលោកវេទនាក្នុងផ្ទះបែបនេះទៀតទេលោកតាពេលដែលលោកយកខ្ញុំមកចិញ្ចឹមកាលនោះលោកស្ទើរតែគ្មានបាយស៊ីផងប៉ុន្តែលោកនិយាយថាមានបាយក្តៅហូបមកជាមួយខ្ញុំចុះដល់ពេលខ្ញុំម្ដងហើយខ្ញុំគ្រាន់តែចង់ឲ្យលោកមានកន្លែងក្តៅពេលរដូវរងាបើថវល់ប៉មថាឲ្យយើងផ្លាស់គឺយើងផ្លាស់ប៉ុន្តែមានរឿងមួយពួកគេមិនអាចផ្ទេរអាផាតមនុស្សឲ្យយើងទេយើងគ្រាន់តែទៅរស់នៅទីនោះយើងនឹងទទួលយកគុណធម៌ពួកគេពាក់កណ្ដាលមិនមែនទាំងអស់ទេខ្ញុំមិនដែលជំពាក់បំណុលអ្នកណាពេញមួយជីវិតទេខ្ញុំមិនអាចជំពាក់ច្រើនពេលខ្ញុំចាស់នោះទេរឿងនោះងាយទេខ្ញុំនឹងនិយាយជាមួយ boss លែនមិនចាំបាច់ទេយើងគ្រាន់តែខ្ចីស្នាក់នៅយើងនឹងពិភាក្សាគ្នាម្ដងទៀតក្រោយខ្ញុំរៀនចប់វិទ្យាល័យបានសម្រាប់តាមនឹងបងនេះជារឿងធំណាស់ខ្ញុំបានផ្លាស់ទៅទីក្រុងហើយអ្វីផ្លាស់ទៅទីក្រុងតើឯងយកលុយមកពីណាចាំក្មេងក្រុងដែលខ្ញុំជួយបានទេឪពុករបស់ក្មេងនោះជាអ្នកជំនួញគាត់បានផ្ដល់កន្លែងស្នាក់នៅមួយកន្លែងដល់តានិងខ្ញុំបានចូលរៀនវិទ្យាល័យលេខ1ក្នុងក្រុងហើយជាវិទ្យាល័យល្អបំផុតបងឲ្យខ្ញុំពិតជាសំណាងណាស់ហេតុអ្វីមនុស្សដូចជាខ្ញុំដែលម៉ាក់រត់ចោលហើយប៉ាស្លាប់ចោលបែរជាត្រូវបានអ្នករើសអេតចាយយកមកចិញ្ចឹមហើយឥឡូវនេះបានស្គាល់ថៅកែក្នុងក្រុងហេតុអ្វីបានជាខ្ញុំមានជីវិតល្អបែបនេះបងនិយាយបែបនេះមិនសមទេនាងបានជួយសង្គ្រោះកូនគេនោះហើយជាហេតុផលគុណធម៌នោះមិនមែនកើតឡើងពីភាពទេស្អាតទេរងចាំមើលចុះឥឡូវនាងផ្លាស់ទៅទីក្រុងហើយនាងនឹងមិនស្គាល់ពួកយើងទៀតទេមិនបានទេខ្ញុំត្រូវតែរកវិធីយើងនៅតែជាពូនិងមីងបង្កើតរបស់នាងជាចាស់ទុំក្នុងគ្រួសារវងឥឡូវនាងមានជីវិតល្អតើនាងមិនគួរជួយបងប្អូនជីដូនមួយរបស់នាងទេលទ្ធផលពាក់កណ្ដាលឈ្មោះចេញហើយលេខ1ក្នុងថ្នាក់ Chen Yui ខ្ញុំគឺជាក្មេងស្រីដែលផ្ទេរមកពីសាលាក្នុងស្រុកពិន្ទុខ្ញុំខ្លាំងមែនឬថាគ្រួសារនាងមានតែតាដែលរើសអេតចាយខ្ញុំមកដល់ទីនេះដោយខ្លួនឯង Chen Yui ឯងទទួលបានពិន្ទុពេញសម្រាប់អត្ថបទរបស់ឯងលើកនេះចំណងជើងគឺក្តីទាំងនោះតើឯងអាចអានវាឲ្យអ្នកទាំងអស់គ្នាស្ដាប់បានទេដៃទាំងនោះគ្របដណ្ដប់ដោយស្នាមប្រេះសន្លាក់ដៃក្រាស់ដូចជាមែកឈើមានភាពកខ្វក់នៅក្រោមក្រចកដែលលាងមិនជ្រះប៉ុន្តែដៃទាំងនោះហើយដែលបានបីខ្ញុំក្នុងវ័យ7ឆ្នាំពីតាមផ្លូវដៃទាំងនោះបានកាន់បបិទ្ធហើយរាប់កាក់ដៃទាំងនោះបានដេកកបាស់ចាស់បងថ្លៃសិក្សាឲ្យខ្ញុំហើយជូតទឹកភ្នែកខ្ញុំពេលខ្ញុំធំឡើងមនុស្សសួរខ្ញុំថាហេតុអ្វីខ្ញុំខំរៀនម្លេះខ្ញុំឆ្លើយថាព្រោះមានដៃមួយគូដែលប្រើកម្លាំងពីការរើសអេតចាយដើម្បីលើកខ្ញុំឲ្យឡើងទៅលើផ្លូវដែលប្រសើរជាងអ្នកដែលជាម្ចាស់នៃដៃទាំងនោះគឺលោកតារបស់ខ្ញុំ